កាលពីព្រេងនេះមានសត្វមួយក្រុមសត្វខ្លាសត្វអកសត្វមាន់ហើយនិងសត្វទន្សាយថ្ងៃមួយពួកគេបាននាំគ្នាទៅច្រូតស្បូវដើម្បីយកមកធ្វើគេហដ្ឋានលុះទៅដល់កន្លែងដែលមានស្បូវច្រើនពួកគេក៏បានបោះជំរំហើយនិងចែកវេនគ្នាដើម្បីធ្វើម្ហូបអាហារដោយចាប់ផ្ដើមមុនគេគឺសត្វខ្លាជាអ្នកធ្វើម្ហូបសត្វទាំង3ផ្សេងទៀតក៏នាំគ្នាទៅច្រូតស្បូវលុះទៅដល់កន្លែងច្រូតស្បូវសត្វទន្សាយយើងដែលជាសត្វឆ្លាតប៉ុន្តែគាត់អត់ចេះធ្វើម្ហូបទេហើយខ្ជិលដូច្នេះហើយគាត់ក៏ធ្វើពោលជាចំពោះថាសុំទៅបាត់ជើងប៉ុន្តែគាត់មិនបានទៅបាត់ជើងទេគាត់ទៅលួចមើលបងខ្លាថាតើគាត់បានអីធ្វើម្ហូបនៅពេលដែលដាំបាយរួចបងខ្លារបស់យើងក៏បានទៅពួននៅគុំឈើមួយក្បែរផ្លូវដើររងចាំថាមានសត្វអីមកគាត់ហត់ចាប់ពេលហ្នឹងក៏មានសត្វឆ្លុះមួយដើរកាត់ដឹងហើយបងខ្លារបស់យើងក៏លោតទៅចាប់សត្វឆ្លុះហ្នឹងដើម្បីយកមកធ្វើម្ហូបពេលនោះបងទន្សាយរបស់យើងគាត់មានអារម្មណ៍ថាគាត់រីករាយដែលគាត់គិតថាគាត់ចេះវិធីសាស្ត្រមួយហើយដើម្បីពេលគាត់ធ្វើម្ហូបម្ដងគាត់ចេះរកម្ហូបខ្លួនឯងពេលហ្នឹងគាត់ក៏ត្រឡប់ទៅកន្លែងច្រូតស្បូវវិញដោយមិនទាន់បានជួយច្រូតស្បូវគេផងហ្នឹងក៏ដល់ពេលត្រឡប់មកជំរុំវិញពេលមកដល់ជំរុំវិញគាត់ធ្វើជាអត់ដឹងរឿងអីហើយគាត់ឲ្យបងមាន់ហើយនិងបងអកហ្នឹងទាយថាតើថ្ងៃនេះបងខ្លាគាត់បានម្ហូបអីធ្វើម្ហូបណហើយអ្នកទាំងពីរផ្សេងទៀតហ្នឹងគាត់អត់ដឹងទេថាបានហូបអីហើយបងទន្សាយខ្លួនឯងហ្នឹងក៏ធ្វើពុតជាទាយថាអូខ្ញុំថ្ងៃនេះខ្ញុំគិតថាបងខ្លាគាត់បានសាច់ឆ្លុះធ្វើម្ហូបត្រូវអត់បងខ្លាហើយបងខ្លារបស់យើងក៏បានឆ្លើយថាត្រូវហើយថ្ងៃនេះបានសាច់ឆ្លុះហើយបងខ្លាយើងក៏រៀបចំអាហារឲ្យអ្នកទាំង3ហូបលុះរហូតទៅដល់ពេលរសៀលពេលនេះជាវេនរបស់បងអកម្ដងដែលគាត់នៅធ្វើម្ហូបហើយអ្នកទាំង3ផ្សេងទៀតក៏ទៅច្រូតស្បូវលុះទៅដល់កន្លែងច្រូតស្បូវទន្សាយកំហុយរបស់យើងក៏ធ្វើពុតជាចុកពុះទៀតហើយថាសុំទៅបាត់ជើងធំតែគាត់មិនមែនទៅបាត់ជើងធំទេគាត់ទៅលួចមើលបងអកថាតើគាត់ធ្វើមិនហូបបាយពេលដែលដាំបាយរួចបងអករបស់យើងហ្នឹងក៏ហើរទៅក្បែរមាត់អូរមួយដោយទុំនៅលើដើមឫស្សីហើយសម្លឹងទៅមើលទឹកពេលដែលឃើញមានត្រីរស់ធំគាត់ក៏លូនចាប់ត្រីរស់នោះយកមកធ្វើម្ហូបពេលហ្នឹងសត្វទន្សាយរបស់យើងក៏គាត់ថាគាត់ចេះក្បាច់មួយទៀតហើយដើម្បីធ្វើម្ហូបចឹងគាត់ត្រឡប់ទៅកន្លែងច្រូតស្បូវវិញទៀតហើយអត់បានជួយច្រូតស្បូវគេទេគឺដល់ពេលល្ងាចល្មមត្រឡប់មកជំរុំវិញពេលមកដល់ជំរុំគាត់ក៏ធ្វើជាសួរបងមាន់ហើយនិងបងខ្លាថាបងមាន់បងខ្លាសាក់ទាយមើលតាថ្ងៃហ្នឹងបងអកបានអីធ្វើម្ហូបហើយមាន់ហើយនិងខ្លាគឺគាត់អត់ដឹងទេចឹងទន្សាយខ្លួនឯងហ្នឹងក៏គាត់ធ្វើជាទាយថាខ្ញុំគិតថាថ្ងៃនេះបងអកបានត្រីរស់ធ្វើម្ហូបត្រូវអត់ហើយបងអកក៏បានតបថាត្រូវហើយថ្ងៃនេះខ្ញុំបានត្រីរស់ហើយពួកគេក៏ហូបអាហារពេលល្ងាចហ្នឹងទៅលុះរហូតដល់ទឹកឡើងគឺវេនមាន់ម្ដងជាអ្នកធ្វើម្ហូបហើយអ្នកទាំង3ផ្សេងទៀតទៅច្រូតស្បូវថ្ងៃនេះបងទន្សាយរបស់យើងគឺនៅលេងល្បិចដូចដើមគឺធ្វើពុតជាចុកពោះថាទៅបាត់ជើងហើយគាត់ក៏មិនមែនទៅបាត់ជើងទេគាត់ទៅលួចមើលថាតើបងមាន់ហ្នឹងធ្វើអីហូបបាយហើយពេលទៅដល់ឃើញបងមាន់ដាំបាយរួចហើយបងមាន់ក៏គាត់ឡើងឈរតយគូដាក់ឆ្នាំងហើយគាត់ធ្វើតុកតតពង1តុកតតពង2តុកតតពង3ហើយតុកតតពង4ដល់គ្រប់គ្នាអញ្ចឹងទៅហើយគាត់ស្ងោរពងគាត់ហ្នឹងដើម្បីធ្វើម្ហូបហើយពេលហ្នឹងបងទន្សាយយើងក៏គាត់ត្រឡប់មកវិញហើយគាត់គិតថាគាត់ចេះក្បាច់មួយទៀតហើយពេលត្រឡប់មកដល់ក៏អត់មានបានជួយច្រូតគេដែរគឺមកដល់គឺដល់ពេលទៅវិញទៀតណាចឹងគេមកដល់គេធ្វើជាអត់ដឹងរឿងទៀតហើយគេទៅទាញទៀតណាគេឲ្យបងអហើយនឹងបងខ្លាហ្នឹងទាយថាតើបងមាន់បានអីធ្វើម្ហូបហើយពីរអ្នកនោះគាត់អត់ដឹងថាបានអីទេដោយសារគាត់ជាប់ទៅជ្រូតហើយទៅហើយទន្សាយហ្នឹងគេទាយថាខ្ញុំទាយថាបងមាន់គាត់បានពងមាន់ថ្ងៃហ្នឹងត្រូវអត់បងមាន់ហើយមាន់ក៏ឆ្លើយថាត្រូវហើយថ្ងៃហ្នឹងខ្ញុំបានពងមាន់ហើយពួកគេក៏ហូបអាហារជុំគ្នាចឹងទៅហើយពេលនេះដល់វេនទន្សាយម្ដងហើយចឹងទន្សាយគេ
គេនៅចាំជំរុំធ្វើម្ហូបធ្វើអីចឹងហើយអ្នកទាំង3ផ្សេងទៀតគេទៅជ្រូតស្បូវអញ្ចឹងបន្ទាប់ពីដាំបាយរួចបងទន្សាយយើងក៏គាត់មិនដឹងធ្វើអីគាត់នឹកឃើញធ្វើតាមវិធីបងខ្លាថាទៅចាប់ឆ្លុះពេលហ្នឹងគាត់ទៅពួនក្បែរគល់ឈើមួយចាំចាប់ឆ្លុះពេលដែលសត្វឆ្លុះដើរមកគាត់ក៏លោតទៅចាប់តែគាត់មានគាត់ទូចដល់អញ្ចឹងហើយគាត់ចាប់អត់បានទេអញ្ចឹងក៏សត្វឆ្លុះហ្នឹងធាក់គាត់ហើមមុខហើមមាត់អស់ហើយពេលហ្នឹងគាត់ឈឺខ្លួនពេកគាត់ក៏ដើរមកជំរុំវិញដើរគិតថាហូបអីចឹងហើយពេលហ្នឹងគាត់ក៏នឹកឃើញធ្វើតាមបង្អកដោយទៅឈរលើគល់មួយចាំចាប់ត្រីទូកចាំចាប់ត្រីរស់ហ្នឹងពេលដែលឃើញត្រីរស់ហែលនៅក្បែរហ្នឹងគាត់ក៏លោតទៅចាប់តែចាប់មានបានហើយត្រីរស់ធំហ៎ចឹងទៅអាវុធត្រីរស់ហ្នឹងគាត់ក៏លងទឹកលងអីហ្នឹងស្ទើរងាប់ស្ទើររស់ពេលហ្នឹងហើយគាត់មានអារម្មណ៍ថាឈឺខ្លួនថងលងទឹកហងហើយចង់ធ្លាក់គ្រុនណាពេលនេះអញ្ចឹងគាត់ត្រឡប់មកជំរុំវិញហើយគាត់ភ័យហើយចិត្តដល់ម៉ោងហើយមិនដឹងបានអីធ្វើម្ហូបគាត់ក៏នឹកឃើញធ្វើតាមបង្មន់គាត់ឡើងអង្គុយលើឆ្នាំងហើយក៏ធ្វើតុកតតពងមួយតែមិនតុកតតពងមួយដូចមន់ហ្នឹងទៅជាតុកតតអាចមួយតុកតតអាចពីរអញ្ចឹងរហូតដល់បានចិត្តកន្លះឆ្នាំងតែពេលហ្នឹងគាត់នឹកឃើញថាវាដុំលីមូគាត់វាស្រស់ពេកវាអត់តំណងអញ្ចឹងហើយក៏គាត់ធ្វើជាប្រហុកដើម្បីធ្វើជាម្ហូបតែពេលធ្វើឆ្អិនហើយគាត់អត់ហូបខ្លួនឯងទេពេលដែលគាត់រៀបចំឲ្យមាន់អកហើយនឹងខ្លាហូបគាត់មកដេកក្លំភួយហើយគាត់ធ្វើធ្ងោហឺអញ្ចឹងហើយខ្លាហ្នឹងក៏ចេះហៅមកបងទន្សាយហូបបាយអញ្ចឹងទៅតែទន្សាយហ្នឹងគាត់អត់ហូបទេគាត់ថាគាត់អត់ស្រួលខ្លួនឲ្យអ្នកទាំង3ហូបទៅហើយទៅពេលហើយសត្វទន្សាយរបស់យើងហ្នឹងវាខូចពេលគាត់ធ្ងោគាត់ថាបងខ្លាបងមាន់បងអកស៊ីអ៊ីអាងហើយទៅពេលហើយបងខ្លាហ្នឹងក៏គាត់សួរទៀតបងទន្សាយកើតអីហ្នឹងហើយទន្សាយថាអត់អីទេកូនញាក់កូនញ័រហើយទៅពេលហើយគេហូបបាយទៀតហើយទៅពេលហើយទៅខូចថាគេដែរបងមាន់បងខ្លាបងអកស៊ីអ៊ីអាងហើយ3នាក់នោះគេចេះហូបបាយទៅស្ដាប់អត់សូវច្បាស់ហើយរហូតដល់ព្រឹកឡើងគេចាប់ដើមទៅស្រុកគេវិញហើយទៅផ្ទះវិញហើយអញ្ចឹងដោយសារមន់ហើយនឹងអកមានស្លាប់អញ្ចឹងពួកគាត់ហៅតមុនហើយខ្លាហើយនឹងទន្សាយគាត់បរទេសតាមក្រោយហើយដោយសារតែទន្សាយគាត់ទូចហើយគាត់ឈឺអញ្ចឹងគាត់អង្គុយលើទីហើយសត្វខ្លាគាត់អូទីពេលតាមផ្លូវក៏ពងតែអូទីសត្វទន្សាយយើងហ្នឹងក៏ខូចគាត់យកអាដេកកេះគាត់ដាំបាយហ្នឹងគាត់យកទៅដុតអាស្បូវដែលគេឈូតបានហ្នឹងកែកេះចិចទៅឲ្យសត្វខ្លាក៏សួរបងទន្សាយសំឡេងអីហ្នឹងទន្សាយគេថាអូចានហើយនឹងសាភាប៉ះគ្នាហ្នឹងណាបងទៅពេលហើយតទៅទៀតគេអូតែអញ្ចឹងទៅទន្សាយក៏កេះចិចខ្លាសួរទៀតហើយឆ្លើយដូចដើមតែពេលម្ដងនេះគេកេះចិចទ្រូ